ตานี่វាមួយទឹកទម្ងន់រាប់ពាន់តោនអាចលិចចូលទៅក្រោមទឹកដោយរបៀបណាហើយតើវាធ្វើដូចម្តេចដើម្បីអណ្ដែតឡើងវិញនេះវាមួយទឹកមិនមែនគ្រាន់តែបើកម៉ាស៊ីនហើយលិចចូលទៅក្នុងសមុទ្រនោះទេវាប្រើប្រព័ន្ធធុងបាឡាស់ដែលអាចគ្រប់គ្រងបរិមាណទឹកនិងខ្យល់ដើម្បីផ្លាស់ប្ដូរកម្លាំងអណ្ដែតរបស់វាហើយនៅលើនេះវាមួយទឹកថ្នាក់ Virginia បច្ចេកវិទ្យាមិនឈប់ត្រឹមការមួយទឹកឡើយសូម្បីតែ Periscope ដែលជានិមិត្តសញ្ញារបស់នេះវាមួយទឹកអស់រយៈពេលជាង100ឆ្នាំក៏ត្រូវបានជំនួសដោយប្រព័ន្ធកាមេរ៉ាទំនើបនិងផ្លាស់ប្ដូររបៀបដែលក្រុមនាវិកគ្រប់គ្រងនាវាទាំងមូលនេះវាមួយទឹកអាចមុជចូលទឹកជម្រៅប្រហែល800 feet ឬស្មើ244ម៉ែត្រដោយសារតែប្រព័ន្ធធុងបាឡាស់ទាំងខាងក្នុងនិងខាងក្រៅនៅពេលដែលនាវាកំពុងធ្វើដំណើរនៅលើផ្ទៃទឹកធុងបាឡាស់ខាងក្រៅត្រូវបានបំពេញដោយខ្យល់នេះជួយឲ្យនាវាមានកម្លាំងអណ្ដែតនិងរក្សាខ្លួនឲ្យនៅលើផ្ទៃទឹកប៉ុន្តែនៅពេលដែលមុជទឹកក្រុមនាវិកបើករន្ធបញ្ចេញខ្យល់នៅលើធុងទាំងនោះពេលដែលខ្យល់បានបញ្ចេញទឹកសមុទ្រក៏ហូរតាមបន្ទះបើកផ្នែកនៅខាងក្រោមនៃនាវាហើយជំនួសទីតាំងរបស់ខ្យល់ជាលទ្ធផលនាវានឹងក្លាយជាវត្ថុដែលមានកម្លាំងអណ្ដែតវិជ្ជមានបន្តិចហើយចាប់ផ្ដើមលិចចុះក្រោមបន្ទាប់ពីវាចាប់ផ្ដើមមុជចុះក្រុមនាវិកនឹងគ្រប់គ្រងជម្រៅរបស់វាដោយប្រើធុងបាឡាស់ខាងក្នុងធុងនេះអាចត្រូវបានកែសម្រួលដើម្បីធ្វើឲ្យនាវាមានកម្លាំងអណ្ដែតស្មើនឹង0ឬហៅថា neutral Boy អង់ស៊ីនៅពេលនោះនាវានឹងមិនព្យាយាមអណ្ដែតឡើងហើយក៏មិនព្យាយាមលិចចុះដោយខ្លួនឯងដែរវាអាចរក្សាជម្រៅបានយ៉ាងមានស្ថិរភាពហើយបន្តធ្វើដំណើរទៅកាន់ជម្រៅដែលក្រុមនាវិកត្រូវការនេះហើយជាគន្លឹះដែលធ្វើឲ្យនាវាមួយទឹកគ្រប់គ្រងទីតាំងរបស់ខ្លួននៅក្រោមផ្ទៃសមុទ្របានយ៉ាងមានប្រសិទ្ធភាពប៉ុន្តែប្រព័ន្ធបាឡាស់មិនមែនជាបច្ចេកវិទ្យាគួរឲ្យចាប់អារម្មណ៍តែមួយគត់នៅលើ Virginia ខ្លះនោះទេអស់រយៈពេលជាង100ឆ្នាំមកហើយ Periscope ត្រូវបានចាត់ទុកជាឧបករណ៍ដ៏សំខាន់បំផុតមួយរបស់នាវាមួយទឹកប៉ុន្តែនៅលើ Virginia ខ្លះវាត្រូវបានជំនួសដោយបច្ចេកវិទ្យាថ្មីដែលហៅថា Photonic Mask ជំនួសឲ្យការប្រើប្រាស់បំពង់អុបទិកវែងដែលភ្ជាប់ពីខាងក្រៅចូលទៅក្នុងបន្ទប់បញ្ជា Photonic Mask ប្រើប្រាស់ប្រព័ន្ធកាមេរ៉ាទំនើបដើម្បីចាប់យករូបភាពនៅខាងលើផ្ទៃទឹករូបភាពទាំងនោះត្រូវបានបញ្ជូនទៅកាន់អេក្រង់ធំៗនៅក្នុងនាវាមានន័យថាក្រុមនាវិកមិនចាំបាច់តាមដាន Periscope ដោយផ្ទាល់ទៀតឡើយពួកគេអាចមើលព័ត៌មានដែលកាមេរ៉ាចាប់បានតាមរយៈអេក្រង់ Digital Periscope ប្រភេទចាស់មានទំហំធំនិងត្រូវការទីតាំងជាក់លាក់នៅក្នុងនាវាបានបង្ខំឲ្យបន្ទប់បញ្ជារបស់នាវាមួយទឹកជាច្រើនត្រូវស្ថិតនៅលើផ្នែកខាងលើនៃនាវាដែលមានកន្លែងចង្អៀតប៉ុន្តែ Virginia ខ្លះបានផ្លាស់ប្ដូររបៀបរៀបចំនេះឧបករណ៍ថតរូបនិងកាមេរ៉ាដែលមានទំហំតូចត្រូវបានដាក់នៅក្នុងផ្នែកមួយដែលគេហៅថាផ្នែកខាងលើនៃនាវាមួយទឹកដោយសារតែមិនចាំបាច់មានបំពង់ Periscope ធំឆ្លងកាត់បន្ទប់ខាងក្នុងទៀតបន្ទប់បញ្ជាអាចត្រូវរៀបចំនៅលើជាន់ទី2ដែលមានទំហំទូលាយជាងមុនវាមិនត្រឹមតែជួយសន្សំកន្លែងប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើឲ្យបន្ទប់បញ្ជាមានបរិយាកាសល្អសម្រាប់ការងារជាក្រុមនៅក្នុងបន្ទប់បញ្ជានេះគឺជាកន្លែងដែលមន្ត្រីនិងសមាជិកសំខាន់ៗរបស់ក្រុមនាវិកធ្វើការសម្រេចចិត្តគ្រប់គ្រងប្រព័ន្ធនិងអេក្រង់ជាច្រើនដើម្បីឲ្យក្រុមនាវិកធ្វើការជាមួយគ្នាក្នុងនាមជាក្រុមតែមួយនៅទីនេះការបញ្ជានាវាការតាមដានស្ថានភាពជុំវិញនិងការសម្រេចចិត្តសំខាន់ៗត្រូវបានបញ្ចូលជាមួយគ្នាសូមកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតជួបគ្នានៅវីដេអូក្រោយបន្តទៀតសូមអរគុណ